បញ្ជាការកងទ័ពអាកាសរបស់ប្រទេសសៀមបានចេញមកចោទកម្ពុជា5ចំណុចនៅក្នុងកម្មវិធីហូតក្រសែ5ចំណុចនោះគឺសុទ្ធតែជាលេសការពារខ្លួនគឺសុទ្ធតែជាលេសបើការឈ្លានពានវាយប្រហារជនស៊ីវិលរបស់កម្ពុជានិងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាហ្មង5ចំណុចនោះបងប្អូនទី1វាចោទកម្ពុជាយើងថាប្រើប្រាស់មីនប្រឆាំងមនុស្សមានការប្រែប្រួលផ្លាស់ប្ដូរទីតាំងហើយមានការដាក់មីនថ្មីដែលធ្វើឲ្យយោធាសៀមជន់ដាច់ជើងធ្វើឲ្យប្រជាពលរដ្ឋសៀមនឹងរងការគំរាមកំហែងពីការដាក់មីនថ្មីរបស់កម្ពុជាទី2វាចោទកម្ពុជាយើងថាប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រជាលេនដ្ឋានជាកន្លែងដាក់អាវុធដែលវាចង់សម្ដៅថាកម្ពុជាយើងនេះប្រើប្រាស់ទីតាំងតំបន់ប្រាសាទតាក្របីឬក៏តំបន់មួយចំនួននៅលើតំបន់ប្រាសាទព្រះវិហារនេះជាទីតាំងស្តុកអាវុធជាទីតាំងស្តុកគ្រាប់ជាលេនដ្ឋានជាអីចឹងទៅអញ្ចឹងអានឹងគឺជាលេសវាដែលវាផ្លោងចូលតំបន់ប្រាសាទព្រះវិហារហើយវាជាលេសដែលវាកំទេចប្រាសាទតាក្របីរបស់កម្ពុជាយើងហ្នឹងណាបងប្អូនទី3វាចោទកម្ពុជាយើងថាប្រើប្រាស់សហគមន៍ជនស៊ីវិលក្នុងការដាក់អាវុធធុនធ្ងន់បាញ់ផ្លោងទៅវាហើយបន្ទាប់ពីបាញ់ទៅហើយយើងក៏ចល័តអាវុធទាំងអស់នោះចូលទៅក្នុងទីតាំងតំបន់ជនស៊ីវិលអញ្ចឹងហើយគឺអាចធ្វើឲ្យប្រទេសសៀមហ្នឹងបាញ់ត្រឡប់តបមកវិញបានទេពីព្រោះអាចប៉ះពាល់ទៅដល់ជនស៊ីវិលវាចោទយើងអញ្ចឹងទី4វាចោទថាអាគារមួយចំនួនរបស់កម្ពុជានេះគឺសុទ្ធតែជាអាគារដែលស្តុកអាវុធសិតតែជាអាគារដែលស្តុកគ្រាប់សិតតែជាអាគារអ្នកឈរបោកតាមអនឡាញអញ្ចឹងហើយគឺវាត្រូវកំទេចបងប្អូនវាត្រូវកំទេចថាចំណុចហ្នឹងសំខាន់ណាស់ណាវាយកទៅផ្សព្វផ្សាយដល់អន្តរជាតិថាអាគារដែលវាកំទេចនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានេះសិតតែជាអាគារ scammer ណាវាទៅយកទៅផ្សព្វផ្សាយអញ្ចឹងដើម្បីយកខ្លួនឯងត្រូវដើម្បីយកខ្លួនឯងល្អដើម្បីអន្តរជាតិគ្រប់គ្រងពីព្រោះអន្តរជាតិគេអត់គ្រប់គ្រងទៅនឹងអាសកម្មភាពឆបោកតាមអនឡាញអញ្ចឹងនៅពេលដែលសៀមវាធ្វើការផ្សព្វផ្សាយថាអាគារដែលវាវាយប្រហារដែលវាទម្លាក់គ្រាប់កំទេចអីហ្នឹងគឺសិតតែជាអាគារ scammer គឺវាមានប្រៀបលើកម្ពុជាយើងទាំងដែលធៀបពិតជាក់ស្ដែងបងប្អូនសិទ្ធិសន្តាគារហើយមានគ្រាប់មានស្អីអាណាប៉ុន្តែអានេះគឺសិតតែជាអ្វីដែលវាបំភ្លៃពីការពិតកុហកតកាន់រាជរបស់ខ្លួនហើយនឹងកុហកតកាន់អន្តរជាតិចំណុចទី5ចុងក្រោយបងប្អូនដែលវាចោទមកកម្ពុជារបស់យើងវាថាកម្ពុជារបស់យើងនេះយកប្រជាពលរដ្ឋជនស៊ីវិលហ្នឹងធ្វើជាខែលហើយធ្វើជាខែលអ្មិនបើបាញ់គ្នាតាមបណ្ដោយព្រំដែនវាអត់បាញ់ទៅនៅតាមបណ្ដោយព្រំដែនវាមកបាញ់ផ្លោងចំសាលារៀនវាមកបាញ់ផ្លោងចូលផ្ទះសម្បែងភូមិស្រុករបស់ពលរដ្ឋវាមកបាញ់ចូលមន្ទីរពេទ្យណាវាមកបាញ់ចូលការ៉ាសាំងហើយវាមិនត្រូវជនស៊ីវិលហើយវាទៅនិយាយបកស្រាយ5ចំណុចហ្នឹងឡើងថាមុខមើលមុខវាមើលវានិយាយមុខឡើងស្មើចាស់ឡើងជឿជាក់ថាវាធ្វើនឹងត្រូវ